ចរជិះកង់ផ្លូវកង់តំបន់អង្គរមានសុវត្ថិភាពនិងអាចទស្សនាព្រៃឈើទឹកប្រាសាទសៀមរាបផ្លូវកង់តំបន់អង្គរមានរយៈចម្ងាយ22គីឡូម៉ែត្រដែលអ្នកទេសចរជិះតាមព្រៃប្រាសាទវាលស្រែនិងតាមប្រាសាទនានាភ្ញៀវជាតិនិងអន្តរជាតិអាចជិះកង់កាលប្រាសាទសំណង់បេតិកភណ្ឌរំសាយអស់ទុក្ខកង្វល់និងភាពនឿយហត់ពេលមកដល់ទឹកដីដ៏ពិសិដ្ឋមួយនេះទេសចរអាចជិះកង់ទស្សនាប្រាសាទកំផែងឆ្លងកាត់វាលស្រែនិងទស្សនាប្រជាពលរដ្ឋធ្វើកសិកម្មរបស់អ្នកស្រុកអង្គរក្រៅពីព្រៃឈើនៅជុំវិញទេសចរអាចឃើញសត្វព្រៃនិងបានអភិរក្សនៅអង្គរដែលទេសចរអាចជិះកង់តាមទស្សនាបារាយណ៍ខាងលិចរហូតដល់ភ្នំបូកលោកសេងសូធារាប្រធាននាយកដ្ឋានអភិវឌ្ឍទេសចរនិងវប្បធម៌និងអាជ្ញាធរជាតិអប្សរាបានថ្លែងផ្លូវកង់ត្រូវបានរៀបចំឡើងដោយគិតគូរពីសុវត្ថិភាពរបស់អ្នកទេសចរលើពីនេះអ្នកជិះកង់បានគយគន់ព្រៃឈើទូចធំតាមបណ្ដោយផ្លូវកង់ចាស់ចក្រស៊ូនៅក្នុងព្រៃអង្គរជាគោលដៅទេសចរមួយដែលបានទាក់ទាញទេសចរមិនណែចិត្តជាមួយនឹងទេសភាពយ៉ាងសម្បូរបែបទៅតំបន់រមណីយដ្ឋានអង្គរចាប់តាំងពីដំណើរការផ្លូវកង់នេះទេសចរជាតិនិងអន្តរជាតិជានិយមជិះកង់ជាក្រុមដែលបានធ្វើឲ្យសេវាកម្មជួយលោករបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាបកាន់តែប្រសើរលោកសូធារាបានពន្យល់បែបនេះប្រសិនបើប្រើប្រាស់នៅផ្លូវ23គីឡូម៉ែត្រចាប់ពីសួនរុក្ខជាតិអង្គរដែលស្ថិតនៅក្នុងគោលនយោបាយផ្លូវ38ខ្សែនៃខេត្តសៀមរាបនេះពួកគាត់នឹងជិះកង់មានវិសន្ទុទស្សនាអង្គរវត្តទស្សនាដើមឈើនិងឆ្លងកាត់ស្ពានមានទឹកហូរពួកគាត់នឹងឃើញប្រាសាទមួយចំនួនដូចជាប្រាសាទក្រវែងប្រាសាទតាព្រំស្រះស្រង់ប្រាសាទបន្ទាយក្តីទេសចរនឹងអាចឆ្ពោះទៅប្រាសាទប្រែរូបនិងប្រាសាទតាស្រមប្រាសាទប្រខាន់ហើយទីបញ្ចប់លងទ្វារទឹកដីឆ្នាំងតែម្ដងប្រធាននាយកដ្ឋានអភិវឌ្ឍទេសចរនិងវប្បធម៌អាជ្ញាធរជាតិអប្សរាលើកទឹកចិត្តដោយទេសចរប្រើប្រាស់មធ្យោបាយដែលគ្មានផ្សែងដែលជាការជួយអភិរក្សតំបន់អង្គរកាន់តែប្រសើរដើម្បីផ្ដល់នូវភាពងាយស្រួលបន្ថែមទៀតដោយអ្នកជិះកង់អាជ្ញាធរជាតិអប្សរាបានរៀបចំចំណាត់កង់ចំនួន8ទីតាំងសំខាន់នៅតាមខ្សែផ្លូវកង់